អ្វីបានជាមហាអំណាចលេខ1ក៏មិនហ៊ានមើលងាយកងទ័ពកូរ៉េខាងជើងប្រទេសកូរ៉េខាងជើងជាប្រទេសដែលគេដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតនៅលើលោកប៉ុន្តែហេតុអ្វីបានជាពួកគេនៅតែបន្តការអភិវឌ្ឍអាវុធមហាប្រឡ័យបានយ៉ាងរហ័សមនុស្សភាគច្រើនមើលឃើញតែភាពក្រីក្រប៉ុន្តែយោធាពិភពលោកមើលឃើញគ្រោះថ្នាក់ថ្ងៃនេះយើងនឹងមកបើកបង្ហាញដែលប្រទេសកូរ៉េខាងជើងលាក់បាំងនិងកងទ័ពពិសេសដែលមិនធ្លាប់ស្គាល់ពាក្យថាស្លាប់រហូតទៅដល់មីស៊ីល ICBM ដែលបាញ់ដល់ទីក្រុងវ៉ាស៊ីនតោនតើកូរ៉េខាងជើងខ្លាំងដោយសារអ្វីឲ្យប្រកបភាពខ្លាំងរបស់ប្រទេសកូរ៉េខាងជើងគឺខ្លាំងដោយសារតែទ័ពស្មើជើងនិងកម្លាំងដ៏មហិមារបស់មនុស្សទ័ពសកម្មកូរ៉េខាងជើងមានទ័ពសកម្មជាង 1.2 លាននាក់និងទ័ពបំរុងរហូតដល់6លាននាក់នេះមានន័យថាស្ទើរតែ1/4នៃប្រជាជនទាំងមូលគឺជាទាហានកងកម្លាំងពិសេសកូរ៉េខាងជើងមានទ័ពពិសេសជាង 20,000 នាក់ដែលត្រូវបានវឹកហាត់ឲ្យចូលលុកលុយតាមរយៈផ្លូវក្រោមដីនិងឆ័ត្រយោងពួកគេត្រូវបានបង្រៀនឲ្យតស៊ូដល់ដំណាក់កាលចុងក្រោយនិងមានភក្តីភាពដាច់ខាតចំពោះឋានៈដឹកនាំបើនិយាយអំពីភូមិសាស្ត្រវិញគឺប្រទេសកូរ៉េខាងជើងជីករូងក្រោមដីរាប់ពាន់កន្លែងទូទាំងប្រទេសដែលធ្វើឲ្យពិភពលោកពិបាកនឹងរកទីតាំងសម្ងាត់ទោះបីជាប្រើផ្កាយរណបទំនើបបំផុតលើលោកក៏ដោយភាពខ្លាំងរបស់ប្រទេសកូរ៉េខាងជើងគឺខ្លាំងមួយទៀតនោះគឺគ្រឿងសព្វាវុធដែលប្រទេសកូរ៉េខាងជើងមានគ្រឿងសព្វាវុធដ៏ខ្លាំងគឺមីស៊ីលឆ្លងទ្វីបនិងអាវុធនុយក្លេអ៊ែរបើនិយាយអំពីគ្រឿងសព្វាវុធដ៏ទំនើបមួយទៀតរបស់ប្រទេសកូរ៉េខាងជើងគឺស៊េរីទំនើបគឺគ្រឿងសព្វាវុធ HWA-Song 17 និង 18 នេះគឺជាបិសាចដែលសហរដ្ឋអាមេរិកខ្លាចរអាបំផុតមីស៊ីល HWA-Song 18 គឺប្រើឥន្ធនៈដែលរឹងអាចបាញ់ចេញយ៉ាងរហ័សត្រឹមតែប្រមាណនាទីទេធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកស្ទើរតែគ្មានពេលត្រៀមខ្លួនបើនិយាយអំពីអំណាចនុយក្លេអ៊ែរកូរ៉េខាងជើងមិនត្រឹមតែមានគ្រាប់បែកអាតូមិកធម្មតាទេប៉ុន្តែពួកគេអះអាងថាគ្រាប់បែកអ៊ីដ្រូសែនដែលមានកម្លាំងបំផ្លាញខ្លាំងជាងគ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ារាប់រយដងបើនិយាយអំពីយុទ្ធសាស្ត្ររបស់គេវិញពួកគេប្រើអាវុធទាំងនេះជាខែលការពារបើអ្នកវាយយើងនឹងស្លាប់ជាមួយគ្នានេះគឺជាសារដែលទីក្រុងព្យុះយ៉ាងផ្ញើទៅកាន់ពិភពលោកចំណែកឯភាពខ្លាំងមួយទៀតរបស់ប្រទេសកូរ៉េខាងជើងដែលអ្នកទាំងអស់គ្នាមិនដែលដឹងនោះគឺសង្គ្រាមតាមប្រព័ន្ធ Cyber និងបច្ចេកវិទ្យាសម្ងាត់ប្រហែលជាអ្នកទាំងអស់គ្នាមិនដឹងទេថាកូរ៉េខាងជើងមានទ័ព hacker ខ្លាំងបំផុតនៅលើលោកពួកគេបានលួចទិន្នន័យជាពិសេសប្រាក់គ្រីបតូរាប់លានដុល្លារដើម្បីយកមកផ្គត់ផ្គង់នៅក្នុងកម្មវិធីអាវុធការផលិតអាវុធដោយខ្លួនឯងទោះបីជាជាប់ទណ្ឌកម្មប៉ុន្តែពួកគេអាចផលិតយុទ្ធក្រោះនាវាមុជទឹកនិងដ្រូនដោយខ្លួនឯងនេះបង្ហាញពីឧស្សាហកម្មយោធាដែលរឹងមាំបំផុតនិងមិនពឹងផ្អែកនៅលើបរទេសតើអ្នកទាំងអស់គ្នាវិភាគយ៉ាងណាភាពខ្លាំងរបស់ប្រទេសកូរ៉េខាងជើងវាមិនមែនស្ថិតនៅលើភាពទំនើបបំផុតនៃបច្ចេកវិទ្យានោះទេប៉ុន្តែអ្វីដែលខ្លាំងបំផុតនោះគឺស្ថិតនៅលើស្មារតីសង្គ្រាមនិងអាវុធយុទ្ធសាស្ត្រដែលបង្កគ្រោះមហន្តរាយទៅដល់មនុស្សជាតិគ្មាននរណាម្នាក់ចង់ឲ្យផ្ទុះសង្គ្រាមឡើយនៅទ្វីបកូរ៉េព្រោះវានឹងក្លាយទៅជាចំណុចនៃការចាប់ផ្ដើមសង្គ្រាមលោកលើកទី3
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាតើប្រទេសកូរ៉េខាងជើងពិតជាខ្លាំងដូចអ្វីដែលគេបង្ហាញឬគ្រាន់ជាការបំភ័យសូម comment និងផ្ដល់មតិយោបល់របស់អ្នកនៅខាងក្រោមវីដេអូនិងកុំភ្លេចចុច Subscribe ដើម្បីទទួលបានព័ត៌មាននិងការវិភាគថ្មីៗជាច្រើនទៀតសូមអរគុណ